សួស្តីហ្នឹងហើយពេលដែលយើងប្រើប្រាស់វាប្រើប្រាស់ចុចបើកវាមកដល់វាចុចបើក connect មកបាទនេះវាលោតពីឲ្យហើយនៅក្នុងម៉ាស៊ីនក៏មានដែរយើងចុចចូលមកបាទវាកំពុងតែដំណើរការអានេះខ្ញុំប្រាប់ពីរបៀបទាញរូបហ្នឹងហើយឥឡូវនេះរូបភាពដែលខ្ញុំបានថតចេញពី Insta DJI 360ឥឡូវខ្ញុំឧទាហរណ៍ឲ្យមួយនេះជាវីដេអូរបស់ខ្ញុំបាទយើងចូលមកនេះវាចាប់ផ្ដើមណែនាំយើងហើយអំពីរបៀបប្រើប្រាស់វាខ្លះបាទនេះអំពីរបៀបអូសអញ្ចឹងណាបាទយើងចុច2ដងគឺមានន័យថាយើង play បាទអូខេហើយនេះសម្រាប់ការប្រវល់ហើយយើងចុចយកឲ្យវា smooth ឲ្យវាអីអ្នកនរគ្នាតែសួរថាចង់វីដេអូនឹងទាញទៅឲ្យ smooth អញ្ចឹងយើងធ្វើមិនអូខេឥឡូវយើងចុចនេះមួយបាទឥឡូវយើងធ្វើមកមិញរូបភាពនៅនោះឥឡូវខ្ញុំបបាយមកខាងនេះអូខេចុចយកមកបាទឥឡូវវាត្រឡប់មកភាពដើមវិញអានេះក្នុងការណែនាំពីកម្មវិធីឡើយណាខ្ញុំចុច play មកបាទឃើញទេគឺវាទៅកន្លែងខ្ញុំកំណត់ហ្នឹងវា smooth ល្អវាអត់ដេកបដប់ដូចយើងទាញទេបាទឥឡូវខ្ញុំឧទាហរណ៍ថាធ្វើបែបនេះបាទពីកន្លែងនេះទៅអូខេខ្ញុំ play ទៅបាទខ្ញុំ play ទៅរហូតពីបែបហ្នឹងមកដល់កន្លែងហ្នឹងខ្ញុំឲ្យវាកវិសមកក្រោយនេះវិញកវិសមកកន្លែងមុខខ្ញុំនេះវិញបាទហើយអញ្ចឹងខ្ញុំចុចសញ្ញាបូកនេះមួយអញ្ចឹងខ្ញុំចង់ដឹងមើលថាវាអាចជាមកដូច smooth ដូចខ្ញុំទាញហ្នឹងអត់បាទនេះអញ្ចឹងត្រឡប់មកថយក្រោយអញ្ចឹងហើយយើងចុចមួយមកបាទចាំមើលអូខេចាំមើលវា smooth ទេឃើញអត់បាទនេះគឺវា smooth ហើយវាមកប្លង់កន្លែងហ្នឹងគឺវាទាញមកកន្លែងដូចខ្ញុំអញ្ចឹងអូខេហើយវាទាញមកដល់កន្លែងហ្នឹងហើយខ្ញុំចង់ឲ្យវាទាញទៅមុខវិញអញ្ចឹងណាឲ្យវាវិលទៅមុខវិញឬក៏ឲ្យវាស៊ូមខ្ញុំស៊ូមបែបនេះហើយវាចាប់ពីកន្លែងនេះមកគឺវាស៊ូមបែបនេះហើយខ្ញុំបវល់វាទៅមុខវិញអូខេខ្ញុំបវល់វាទៅមុខវិញបាទបែបនេះមកដល់កន្លែងនេះខ្ញុំចុចមួយទៀតអូខេអញ្ចឹងយើងអាចមើលមកបាទក្នុងវីដេអូហ្នឹងឃើញទេគឺវាវិលតាមអ្វីដែលយើងទាញហ្នឹងហើយបាទនេះឃើញទេអញ្ចឹងហ្នឹងសម្រាប់ករណីមួយយើងចង់ឲ្យវា smooth ណាយើងចង់ឲ្យវា smooth គឺយើងប្រើបែបហ្នឹងហើយសម្រាប់ការកាត់វីដេអូឬក៏ស៊ូមចេញស៊ូមចូលក៏បានដែរបាទហើយដូចថាបែបនេះវីដេអូហ្នឹងអញ្ចឹងឥឡូវយើងស៊ូមបាទស៊ូមវាមកអូខេសម្រាប់បងប្អូនដែលមើលក្នុងនេះគឺអត់សូវច្បាស់ទេពេលដែលយើងទាញចេញមិនច្បាស់ហ្នឹងឥឡូវយើងទាញបែបនេះយើងស៊ូមបែបនេះបាទហើយយើងមកឥឡូវចាប់ពីកន្លែងនេះទៅមើលបាទវីដេអូឃើញយើងស៊ូមទេបាទគឺវាស៊ូមឲ្យហើយវីដេអូហ្នឹង smooth តែម្ដងបាទឧទាហរណ៍ខ្ញុំវិលមកភាពដើមនេះវិញបាទនេះគឺវាវិលទាំងអស់តាមដែលយើងយកពីមុនដំបូងហ្នឹងហើយគឺ smooth អត់មានដេកបដប់ដែលពេលយើង record ទេដូចពេលដែលយើង record ទេបាទណាអញ្ចឹងវីដេអូហ្នឹងគឺ smooth តាមអ្វីដែលយើងធ្វើវាណាចុច connect តាមវាហ្នឹងបាទនេះចង់ zoom គឺ zoom អញ្ចឹងទៅហើយរបៀបដែលយើងកាត់វីដេអូនេះយើងយកពីរបៀបដែលយើងកាត់វីដេអូសិនបាទយើងចូលមកកន្លែងកាត់វីដេអូនេះមកឧទាហរណ៍ថាកន្លែងណាខ្លះដែលយើងចង់កាត់យកអញ្ចឹងណាបាទហើយយើងចង់កាត់យកចុចមកកាត់ពីកន្លែងហ្នឹងមករហូតមកដល់ធំនេះធំតែខ្ញុំចុចយកហ្នឹងបាទអញ្ចឹងយើងកាត់ប៉ុណ្ណឹងមកអូខេអញ្ចឹងខ្ញុំចុចយកអញ្ចឹងវីដេអូនេះពីដល់កន្លែងខ្ញុំចុចយកនឹងមុនដំបូងហ្នឹងមកតែម្ដងអូខេមើលខ្ញុំ play មកអូខេបាទនេះគឺវាវិលតាមខ្ញុំអូសនឹងមុនដំបូងហើយអញ្ចឹងវាមានន័យប្រហែលសម្រាប់ពេលដែលយើងប្រើពពួក Insta ឬក៏ DJI ឃើញអត់បាទអញ្ចឹងវីដេអូនេះមិញគឺវាតាមខ្ញុំអស់ហើយវាធ្វើតាមខ្ញុំហើយអញ្ចឹងបងប្អូនចង់កម្រិតទាញចេញឲ្យច្បាស់បងប្អូនយកមកក្នុងនេះមកអានេះកន្លែងខ្ញុំស៊ូមទេបាទឃើញទេគឺវាស៊ូមមកតាមខ្ញុំហើយ smooth វីដេអូនេះគឺ smooth មកអត់មានដេកបដប់អីទេបាទឃើញទេស៊ូមចេញស៊ូមចូលនេះបានតែមិញខ្ញុំកាត់វាប៉ុណ្ណឹងបាទខ្ញុំកាត់យកវាប៉ុណ្ណឹងអញ្ចឹងអានេះខ្ញុំទាញយកចេញបាទខ្ញុំយកកម្រិតប្រហែលនេះ18អញ្ចឹងខ្ញុំយក 4K បាទយកកម្រិតវីដេអូដែលច្បាស់ហ្មង 4K 100 frame ខ្ញុំមានន័យថាធំណាវាធំមែនតើហ្មងខ្ញុំ export វាមើលមកបាទអានេះវាចាប់ដើមដំណើរការទាញចេញហើយចាប់ដើមលឿនបែបនេះវាមិនលឿនណាស់ទេបាទអញ្ចឹងយើងចាំតាមហ្នឹងវាដំណើរការមួយកម្រិតតាមដែលយើងអ្វីដែលយើងចង់បាន18 2.7 ឬក៏ 4K 30 frame ឬក៏50 frame 60 frame បើតែនេះយើងទាញទៅដល់100 frame វារៀងខ្ពស់ដល់អញ្ចឹងវាត្រូវការរៀងចាំបន្តិចហើយយើងចាំបន្តិចបាទនេះសម្រាប់វីដេអូដែលពេលយើងយកចេញមកមិញហើយយើងចូលមកមើលក្នុង photo បាទតែច្បាស់អត់ក្នុង photo មួយនេះបាទហើយនេះវីដេអូដែលយើងទាញចេញមកហ្នឹងអូខេឥឡូវយើងមកមើលបាទនេះយើងបើកសលេងតិចមកស្ដាប់សលេងតិចមកបាទឃើញទេបាទគឺរូបភាពបងប្អូនមើលគឺដាច់ល្អព្រោះនេះវា 4K វា100 frame ជាទូទៅខ្ញុំមិនដែរបងប្អូនទាញទៅដល់ 4K 100 frame អញ្ចឹងគឺរូបភាពវាធំពេកចំណាយពេលច្រើនអញ្ចឹងបងប្អូនទាញតាម18អីទៅដាក់100 frame អីចឹងក៏បានដែរ18ក៏បាន 2.7 ក៏បានដែរតែយើងដាក់ frame វាខ្ពស់ណាអាដើម្បីយើងថតមកឲ្យវាកុំឲ្យវាបែក noise ហើយចេញពណ៌ជីបាទហ្នឹងហើយបងប្អូនឃើញឡើងច្បាស់មកវីដេអូអាចមើលទៅអញ្ចឹងបងប្អូនត្រូវការចង់ដឹងអីបន្ថែមអាចចាក់តមកសួរនាំបានសម្រាប់មួយបាទជាទូទៅយើងមានពេលយើងធ្វើវីដេអូជូនបែបហ្នឹងតែម្ដងអរគុណច្រើន